សួស្តីទាំងគ្នាស្វាគមន៍មកកាន់ខ្ញុំបាទជំរាបដល់វីដេអូថ្មីអូខេហ្នឹងហ្នឹងនេះថ្ងៃនេះខ្ញុំមានវីដេអូមួយសម្រាប់មកចែកម្លែកដល់គ្នាហើយសូមបញ្ជាក់បន្តិចសម្រាប់ដែលបងប្អូនដែលដៃថ្មីគាត់គួរតែស្ដាប់វីដេអូនេះហ្នឹងគ្នាហើយដើម្បីចង់ជោគជ័យក្នុង YouTube ឆ្នាំ2023ហើយអ្នកដែលគាត់ចង់ YouTube ចង់ធ្វើ YouTube ឬក៏គាត់ផ្ដោតជាមួយ YouTube ឬក៏ Facebook នឹងឯងហើយមុននឹងគាត់ចាប់ដើមគាត់ត្រូវសួរខ្លួនឯងថាយើងស្រឡាញ់ពីអ្វីដល់គ្នាហើយថ្ងៃនេះដែរខ្ញុំនឹងជីកចម្រៅបន្តិចកន្លែងហ្នឹងហើយខ្ញុំនឹងផ្ដល់ជាចំណេះដឹងខ្លះៗទៅដល់ដែលពួកបងដែលគាត់ទៅចាប់ដើមបងអ្នកទាំងអស់គ្នាពេលដែលចាប់ដើមធ្វើ YouTube ដំបូងអ្នកគ្នាគិតដែរមែនទេថាបើសិនជាថ្ងៃណាមួយchannel របស់យើងឬក៏ Facebook របស់យើងទទួលបាន monetize ឬក៏ទទួលបានការរកលុយហ្នឹងហើយអ្នកគ្នាហើយសម្រាប់ខ្ញុំនិយាយផ្ទាល់ខ្លួនតិចសម្រាប់ខ្ញុំគឺខ្ញុំធ្លាប់បំពឹងថាខ្ញុំមិនងាយបានអាចចាយលើ YouTube ទេដល់គ្នាសម្រាប់ដែលអ្នកថ្មីដូចជាយើងទៅចាប់ដើមហើយកន្លងមកដែលទៅរហូតមកដល់ពេលនេះគឺខ្ញុំបានស្គាល់រសជាតិហើយដល់គ្នាគឺសម្រាប់ខ្ញុំនេះជា channel តូចរបស់ខ្ញុំមួយគឺវាមិនច្រើនទេដល់គ្នាតែគាត់ថាជាកម្លាំងចិត្តរបស់យើងដែលយើងធម្មតាអ្នកគ្នាទៅធ្វើដំបងខ្ញុំសូមលើកកម្លាំងចិត្តថាអ្នកគ្នាខ្ញុំអាចផ្ដោតឬលុយអ្នកគ្នាក៏សួរមាន comment ច្រើនមែនតើក៏សួរថាតើគាត់ធ្វើបែបណាយើងជោគជ័យជាមួយ YouTube ហ្នឹងនេះហើយមាន comment ច្រើនមែនតើហើយបើសិនជាខ្ញុំអត់បានតបឬក៏ខ្ញុំតបយឺតយ៉ាវឯងសូមអធិស្ឋានផងដោយសារខ្ញុំរវល់ធ្វើការងារខ្លះដែរហើយទៅនៅពេលពីការងារគឺខ្ញុំចេញជាវីដេអូប្រាប់ដល់អ្នកគ្នាឬក៏វីដេអូជាលើកទឹកចិត្តអញ្ចឹងណាគ្នាហើយនៅដោយសូមបញ្ជាក់ពីក្បាលវីដេអូអញ្ចឹងហើយអ្នកដែលតាមចូលមកថ្មីគួរតែស្ដាប់បទពិសោធន៍មួយនេះគ្នាគឺខ្ញុំធ្លាប់មានផ្ទាល់អញ្ចឹងណាអូខេហ្នឹងនេះសម្រាប់ដែលធ្វើដំបូងហ្នឹងខ្ញុំនិយាយពីទី1យើងច្បាស់គិតអ្វីច្រើនយើងទី1យើងត្រូវមានទូរស័ព្ទហ្នឹងនេះយើងមិនបាច់ចាំគិតដល់ desktop ឬក៏កុំព្យូទ័រអីទេហ្នឹងនេះ laptop អីទេយើងមានទូរស័ព្ទមួយគ្រឿងមកហើយសួរថាអ្នកគ្នាស្រឡាញ់ពីអ្វីធ្វើម្ហូបលេងហ្គេមឬមួយក៏ដំណើរកម្សាន្តឬមួយក៏ជាវីដេអូ blog អ្នកគ្នាត្រូវច្បាស់ខ្លួនឯងអ្នកគ្នាស្រឡាញ់មួយណាហើយនឹងនេះវីដេអូនេះគឺវាអត់មានអីជាចំណេះដឹងអ្វីល្អតែគ្រាន់តែជាកលឹះសំខាន់ដែលយើងគួរចាប់ផ្ដើមហើយតែយើងអ្នកថ្មីគួរតែដឹងពីចំណុចចាប់ដើមដំបូងឬក៏គ្នានឹងគ្នាស្រឡាញ់ការចែកម្លែកនឹងនេះគិតមកដល់នឹងនេះធ្វើបើសិនជានឹងនេះពិបាករើសជា content នឹងនេះគួរតែផុសអ្វីមួយសិនបើនឹងនេះចង់ជោគជ័យថានឹងនេះធ្វើអំពីវីដេអូ vlog មួយក៏វីដេអូប្រេងមួយឬក៏វីដេអូជាការចែកម្លែកឬក៏ជាវីដេអូរឿងឬក៏កាត់តអញ្ចឹងអាហ្នឹងជាជំរឿសចុងក្រោយដល់គ្នានឹងនេះផុសមកមក channel ហ្នឹងនឹងគ្នាផុសគួរតែផុស2ឬ3វីដេអូនឹងគ្នាផុសមុខខុសគ្នាអញ្ចឹងណាហើយនឹងគ្នាសង្កេតមើលថាតើវីដេអូណារៀងរាំងជាងគេឬក៏វាផ្ទុះជាងគេគឺនឹងគ្នាគួរតែចាប់ដើមវីដេអូមួយហ្នឹងអញ្ចឹងណាអាហ្នឹងជាជំរឿសចុងក្រោយឯងតែបើជាជំរឿសយកល្អនឹងគ្នាគួរតែស្រឡាញ់អ្វីនឹងគ្នាស្រឡាញ់ការធ្វើម្ហូបនឹងគ្នាគួរតែផលិតវីដេអូហ្នឹងមកហើយពេលដែលនឹងគ្នាផលិតវីដេអូនឹងគ្នាមើលផងហើយគួរឲ្យចាប់អារម្មណ៍បាត់វីដេអូហ្នឹងហើយវាគួរឲ្យចាប់អារម្មណ៍តាក់ទាញត្រង់ណាពេលដែលយើងមើលខ្លួនឯងទៅគួរឲ្យសប្បាយឬក៏គួរឲ្យចាប់អារម្មណ៍គឺគេមើលក៏ដូចគ្នាដែរនឹងគ្នាធ្វើឲ្យនឹងគ្នាគួរមើលខ្លួនឯងសិនមិនថាវីដេអូ blog ឬវីដេអូ prank ទេមុននឹងអង្គគ្នាកាត់ឬក៏មុននឹងគ្នាផុសក្នុង channel នឹងគ្នាគួរតែពិនិត្យមើលវីដេអូឯងតើគួរចាប់អារម្មណ៍ពេលណាចាប់អារម្មណ៍ត្រង់ណាឬក៏ធ្វើឲ្យaudience យើងនឹងសើចសប្បាយយ៉ាងណានឹងគ្នាហ្នឹងហើយចំណុចទី2នឹងគ្នាគួរតែពេលដែលនឹងគ្នាគួរចាប់ដើមនឹងគ្នាត្រូវបង្កើត channel មួយមកនឹងគ្នាមាន channel ហើយនឹងគ្នាផុសចូលហើយពេលដែលនឹងគ្នាធ្វើជាចំណុចសំខាន់នឹងគ្នាត្រូវតែពេលដែលនឹងគ្នាផុសវីដេអូចាប់ដើមផុសវីដេអូគឺ YouTube វាអត់ចាំឲ្យគ្រប់ខែគ្រប់ថ្ងៃឬក៏
អីទេហ្នឹងនេះគឺវាអត់ដូច Facebook AB ទេ Facebook AB ឬក៏ page យើងហ្នឹងយើងត្រូវការបង្កើតវាហើយយើងទុកចោលហើយទុកឲ្យវាគ្រប់គោលការណ៍អញ្ចឹងហ្នឹងនេះតែសម្រាប់ YouTube វិញអត់ទេហ្នឹងនេះផុសភ្លាមបង្កើតភ្លាមផុសភ្លាមតែម្ដងគឺវាអត់ចាំបាច់គ្រប់អាយុគ្រប់អីទេហើយហ្នឹងហើយបើសិនជាបងដែលគាត់ដឹងហើយសូមអធិស្ឋានផងហើយនេះខ្ញុំជាចំណេះដឹងមួយសម្រាប់ខ្ញុំចែកជូនទៅដល់បងប្អូនដែលគាត់អត់ចេះដឹងអត់ទាន់ដឹងហ្នឹងនេះសូមអធិស្ឋានហើយអត់ទាន់ដឹងឬក៏ទំចាប់ដើមអីចឹងហ្នឹងនេះគួរតែស្ដាប់វីដេអូនេះហើយអ្វីផ្សេងខ្ញុំនឹងចែកម្លែកក្នុង channel ខ្ញុំជាបន្តអញ្ចឹងហ្នឹងនេះហើយសម្រាប់វីដេអូដែលខ្ញុំថាចេញពីរបៀបធ្វើ page ឲ្យផ្ទុះហ្នឹងឬមួយក៏ជាមេរៀនដែលផ្សេងហ្នឹងគឺខ្ញុំអត់តន់តម្លាក់ហ្នឹងនេះគឺខ្ញុំថតរួចអស់ហើយតែគ្រាន់ខ្ញុំអត់តន់តម្លាក់ទេហើយខ្ញុំនឹងតម្លាក់ជាបន្តបន្ទាប់អញ្ចឹងហ្នឹងនេះដោយសារវីដេអូនេះគឺខ្ញុំធ្វើឡើងសម្រាប់អ្នកដែលបងប្អូនដែលគាត់ដៃថ្មីហើយនឹងគ្នាពេលដែលនឹងគ្នាចាប់ដើមមិនវងនឹងគ្នាមិនផ្ដោតលើរបស់ឬក៏កាមេរ៉ាឬក៏ប្រដាប់កាត់ឬថាកុំព្យូទ័រ laptop អីនឹងគ្នាច្បាស់ផ្ដោតលើនឹងគ្នាគួរតែចាប់ដើមពីចំណុច0សិននឹងគ្នាពេលដែលនឹងគ្នាគិតថានឹងចាប់ដើមពីធំមកតូចគឺវាពិបាកនឹងគ្នាទី1ថវិកាទី2គឺពេលនឹងគ្នាបើសិនជានឹងគ្នាបោះបង់វាពេលដែលធ្វើនឹងគ្នាបាក់កម្លាំងចិត្តពេលដែលនឹងគ្នាបាក់កម្លាំងចិត្តនឹងគ្នាបោះបង់ពេលដែលនឹងគ្នាបោះបង់គឺខាត់ទាំងពេលខាត់នឹងថវិកាហើយជាកំណត់ល្អរបស់ខ្ញុំគួរតែឲ្យនឹងគ្នាប្រើទូរស័ព្ទសិនទៅនឹងគ្នាបើសិនជានឹងគ្នាមានស្រាប់ក៏ប្រើទៅកុំព្យូទ័រ laptop អីហ្នឹងហើយជាកាមេរ៉ាហ្នឹងបើសិនជានឹងគ្នាអត់ទាន់មានទេគួរតែចាប់ដើមគឺយើងចាប់ដើមទូរស័ព្ទមកហើយនឹងគ្នាគួរតែផលិតវីដេអូមកផុសចូលរាល់ថ្ងៃមកនឹងគ្នាថ្ងៃណាមួយវីដេអូយើងនឹងផ្ទុះហើយយើងអាចបើក monetize បានហើយសម្រាប់តាមខ្ញុំដឹងគឺ channel ខ្ញុំមួយខ្ញុំគឺប្រហែលនេះនឹងនេះវាប្រហែលជានៅប្រហែល100 subscribe ទេគឺខ្ញុំបើក monetize មួយទៀតហើយជាបទពិសោធន៍របស់ខ្ញុំគឺខ្ទុះតែប្រហែល2វីដេអូហ្នឹងនេះគឺគោលការណ៍ចិត្តគ្រប់គោលការណ៍របស់ YouTube គេចឹងហើយនៅសូមចូលសាច់រឿងមួយទៀតគឺតកតងនឹងបងប្អូនដែលគាត់សួរថាបើកលុយពី YouTube ធ្វើវីដេអូបើកលុយពី YouTube ហ្នឹងហើយហ្នឹងនេះខែហ្នឹងប្រហែលជាខ្ញុំធ្វើវីដេអូហើយហ្នឹងនេះដាច់ខែហ្នឹងដោយសារមុនខ្ញុំអត់បានផុសចឹងហើយខែហ្នឹងខ្ញុំនឹងធ្វើវីដេអូជូនពីការដកលុយពី YouTube គឺវារបាយហើយវាងាយមែនតើពេលដែលនឹងគ្នាមើលហើយបាននឹងគ្នាដឹងថារបៀបដកយ៉ាងម៉េចហ្នឹងគ្នាហើយខ្ញុំក៏សូមអធិស្ឋានដល់បងប្អូនដែលគាត់ comment អញ្ចឹងពេលខ្លះគឺខ្ញុំបានតបពេលខ្លះគឺcomment មកគឺអត់ឃើញទេហ្នឹងនេះបើសិនជាខ្ញុំមិនបានតបបានអីក៏សូមអធិស្ឋានផងហើយគ្រប់ comment ខ្ញុំនឹងព្យាយាមឆ្លើយតបបើសិនជាវាវែងខ្ញុំអាចចេញវីដេអូដូចខ្ញុំប្រាប់រត់ដល់ចិត្តហ្នឹងនេះហើយបើសិនជាបងប្អូនពេញចិត្តឬក៏ចូលចិត្តវីដេអូរបស់ខ្ញុំបងប្អូនទាំងអស់គ្នាគួរតែចុច subscribe ឬក៏ follow មកដើម្បីជាកម្លាំងចិត្តរបស់ខ្ញុំហើយចេញវីដេអូជូនដល់បងប្អូនទាំងអស់គ្នាអញ្ចឹងណាហើយគឺខ្ញុំដាក់កន្លែងលុយនេះគឺខ្ញុំមិនមែនជាការអួតអាងឬក៏អីទេហ្នឹងនេះខ្ញុំគ្រាន់តែវីដេអូជាលើកទឹកចិត្តដល់បងប្អូនដែលគាត់ទំចាប់ដើមថ្ងៃណាមួយនឹងគ្នានឹងបានដូចគេអញ្ចឹងហើយសង្ឃឹមថាហើយខ្ញុំក៏ជូនពរឲ្យបងប្អូនដែលគាត់ដៃថ្មីគឺជោគជ័យទាំងអស់គ្នាហ្នឹងនេះគឺថាអ្វីដែលយើងព្យាយាមគឺកុំបោះបង់ហ្នឹងនេះគឺព្យាយាមគង់តែបានសម្រេចទេមិនថាយូរឬឆាប់ទេហ្នឹងនេះថ្ងៃណាមួយវានឹងផ្ដល់ផលប្រយោជន៍ឲ្យយើងហើយពេលដែលហ្នឹងនេះចាប់ផ្ដើមធ្វើ YouTube ហ្នឹងនេះគួរតែគិតថាពេលដែលហ្នឹងនេះធ្វើវីដេអូហ្នឹងនេះដូចយើងតែចាប់ដើមការងារមួយឬក៏មុខរបរមួយថ្មីចឹងហ្នឹងនេះហើយពេលដែលយើងចាប់ដើមដំបូងយើងគួរតែថាជាការងារក្រៅម៉ោងចឹងហ្នឹងនេះពេលដែលយើងអត់ទាន់មានពេលគ្រប់គ្រាន់យើងគួរតែឆ្លៀតមកជាការងារក្រៅម៉ោងតិចតួច1ម៉ោងកន្លះម៉ោងអីចឹងមកហើយដូចខ្ញុំអញ្ចឹងខ្ញុំធ្វើការអីបដាអញ្ចឹងខ្ញុំពេលតនេខ្ញុំក៏ចេញវីដេអូប្រាប់បងប្អូនឬក៏ចេញវីដេអូដែលណែនាំដែលអ្វីដែលខ្ញុំចេះអ្វីដែលខ្ញុំដឹងខ្ញុំនឹងព្យាយាមចែកម្លែកទៅបងប្អូនទាំងអស់គ្នាអញ្ចឹងហ្នឹងនេះហ្នឹងវីដេអូនេះគឺខ្ញុំចង់និយាយផ្ដោតពីការធ្វើ YouTube ក្នុងឆ្នាំ2023ធ្វើ2023ធ្វើនេះបានជោគជ័យគឺកន្លឹះសំខាន់គឺមានប៉ុណ្ណឹងហ្នឹងនេះបើសិនជានឹងគ្នាមើលហើយនឹងនេះស្ដាប់ហើយនឹងគ្នាយកទៅអភិវឌ្ឍនឹងជោគជ័យនឹងគ្នាខ្ញុំនឹងហ៊ាននិយាយថានឹងជោគជ័យដោយសារខ្ញុំ channel ខ្ញុំ
ประมาณจะ3นั่งเนี่ยคือบางมวยไทยhayมวยเทียดไป4nàyហើយវាអត់ច្រើនទេนั่งเนี่ยមួយខែតិចតួចទេគឺជាថាវាជាកម្លាំងញើសឈាមយើងដែរហើយជាការងារដែលយើងស្រឡាញ់ផងហើយដូចខ្ញុំសូមបញ្ជាក់ជាចុងក្រោយវីដេអូអញ្ចឹងគឺនឹងគ្នាស្រឡាញ់អីគួរធ្វើនឹងមកហើយខ្ញុំនឹងផ្ដល់ទៅ comment បងប្អូនមួយទៀតគាត់ថាតើយើងគួរធ្វើម៉េចឲ្យវីដេអូផ្ទុះហើយឲ្យឆាប់គ្រប់ប្រការសូមបញ្ជាក់កន្លែងហ្នឹងទី1វីដេអូល្អទី2 content យើងថ្មីឬក៏គុណភាពវីដេអូល្អទី3យើងឧស្សាហ៍ព្យាយាមនឹងគ្នាធ្វើបានតែ3ហ្នឹងនឹងគ្នានឹងជោគជ័យហ្នឹងហើយអ្នកវីដេអូហ្នឹងដូចជាមានដំណឹងឯងវារឿងវែងតិចហើយហ្នឹងហើយវីដេអូខ្ញុំមួយខ្ញុំសូមបញ្ជាក់តិចរឿងវែងតែគ្រាន់ថាខ្ញុំនឹងជីកលម្អិតឬក៏ជីកកកាយអ្វីដែលខ្ញុំធ្លាប់ឆ្លងកាត់ខ្ញុំធ្លាប់ដឹងអញ្ចឹងខ្ញុំនឹងចែកជូនដល់បងប្អូនអរគ្នាអូខេហ្នឹងហើយបើសិនជាមានកំហុសខុសឆ្គងអីសូមអធិស្ឋានផងហើយបើសិនជាចូលចិត្តកុំភ្លេចជួយចុច Subscribe ហើយដាក់រូបកណ្ដឹងមួយម្នាក់ផងដើម្បីទទួលបានវីដេអូខ្ញុំថ្មីៗចំណេះដឹងល្អៗពីការធ្វើ YouTube ហ្នឹងនេះឬក៏ Facebook AB ឬក៏ Page Enberek ហ្នឹងហើយអ្នកនេះអូខេហ្នឹងនេះជួបគ្នានៅវីដេអូក្រោយ